Việc bao tông ở đó đây cho bà đồng thang nên kế thằng luôn cô sang cửa người nắng cứ như ban mò bị bong sấy thì mình sẽ thang thì đi để hai cái nắng cứ cả làng tăng bị pi nam một mà lại ok là lỡ chỗ nó sẽ hùng nhường ca thua đồng nào trip nắng cứ nhân chừng đùn sờ độc mà đưa từng ó cứ cùng mùi nhẹ sợi bấy bom đẹp bong theo đi hơi đằng pro bay nhẹ tiền đợt pro pin nhẹ mua mình chua thang sắt mùi tiếp mình chua tha để vì đã lên tới khai mình đồ kỳ nó cứ mình ca tự bỏ tóm nơi lượng đấy được bỏ bộ đồng nhẹ mình chua tha sạch mình phục vì cái ban được trong là này hết bố có cậu bao thu đồng nào từ bây giờ tự đo chỗ đó mình đồ kỳ nước và hai trường máu hẻm là nghề bố quát cứ ban thu đồng nào tự tin mặt hẹ được bỏ bồng sạch nâng sần rồi ra ta cái lạnh cột bỏ tòng nắng cựa miên xòe mũi tóc mũi ơi giống cứ thở ca từ mũi tóc cái lạnh tiêm mặt hẹ được bỏ bồng sạch nâng bây giờ mũi tóc hói để tóc hai cực mớ khi của mùi nhẹ giống tôi nói mũi tóc hói hai chiều tiền lúc có bị màu này giống hai chiều màu chụp ống bơi chụp tôi đã bằng mùi nhẹ mũi tóc hói được chạm vào bản hói có thua đồng não tôi cái lạnh đấy xong đặt vào tầng mình bây giờ từ đó bố con cứ xâm bài mình tên nhưng tóc hiện đó bây giờ dương thua cái hot dương cho thì là dương trong từ xâm bài cho mình một hiện họ chỉ bị xem lắm cứ nhớ tôi chất đi dùng bỏ tòng ôi kia cả ba đều trong tòng pì ở xa ta miền sợi với bọc bầy giống tòng mũi sầm đạp sợi tòng với cái sầm đạp bọc họ sầm đạp tòng lắm cứ tiện nè cùng liệt kia tha sợi kháng nít hoặc kháng nít giống đấy đạp cùng liệt hai chiều pi đã mấy mai đây để xa ta cùng đã kiện kia về cà phê này kia cho từ chuyên nôm tới dùng khăn nghề in giống tờ về đấy bộ qua đẹp trong ở bao tòng mọi khéo bộ quát ba đẹp trong được lương là mấy thưa cả ăn sạch barbecue nhà mình giống cái sờ bài chìa hết về đấy bộ quát nhà mấy hỏi khi bạn thưa cả đợt lương mũi hay cái hình cú chung vùng cái lạnh lương khi bị thiệt xa kia chia nhằm sù đà in giống tờ đượcไปហើយគេចាប់ដើមជួយគ្នាសบายហើយពេលហ្នឹងស្រាប់តាបងដេវីតហ្នឹងគាត់របៀបថាគាត់ទៅជួយនោមគាត់ហៀកនោមចឹងទៅគាត់ក៏បានសុំក្រុមហ្នឹងបែកទៅជួយនោមមកផ្លែតហើយក្រុមហ្នឹងក៏ថាទៅចាំមកវិញអញសบายតទៀតអញ្ចឹងណាហើយបងដេវីតហ្នឹងគាត់ក៏បានទៅជួយនោមហើយការជួយនោមរបស់គាត់ហ្នឹងណាដូចថាកន្លែងហ្នឹងអញ្ចឹងគាត់ទៅជួយនោមប្រហែលជា10 20ម៉ែត្រពីហ្នឹងហើយគឺអត់ឆ្ងាយប្រហែលនេះនោះប្រហែលជាគៀនចកាដែរដោយសារតែដីជុំវិញហ្នឹងគឺមានចកាខូចគាត់ទៅនោះក្បែរចកាហ្នឹងស្រាប់តែពេលគាត់មកពីនោះវិញគាត់ធ្វើមុខឡើងស្លើឬថាធ្វើមុខឡើងស្លេកស្លាំងហ្មងដូចមានរឿងអីកើតឡើងអញ្ចឹងណាហើយពេលដែលមកដល់ហ្នឹងក្រុមគាត់ក៏បានសួរដេវីតតែកើតអីគេហ្នឹងអញផ្លេចអញធ្លាប់ឃើញហើយមកដុល្លារច្រើនមកដល់អញធ្វើមុខស្លេកស្លាំងណាអញចឹងទៅពេលដេវីតថាអូយមានអីតែថ្ងៃហ្នឹងយើងរៀងអត់ស្រួលខ្លួនមកជីកានឆ្ងាយអីចឹងទៅយើងរៀងអត់ស្រួលខ្លួនអីចឹងទៅហើយក៏បាត់ភ័ក្រអញ្ចឹងណាថាខ្លួនឯងអត់បានឃើញអីទេហើយពួកម៉ាក់ហ្នឹងក៏មានចម្ងល់ដែរដោយសារតែយើងប្រាប់សិនលេវីតហ្នឹងគឺជាមនុស្សខូចរញ៉េរញ៉ៃមកដល់ពេលរពួតខ្លាំងណាស់ហេតុអីបានជាថ្ងៃហ្នឹងពេលដែលគាត់ទៅជួយនាំគិនចការហ្នឹងហើយគាត់មកចូលក្រុមវិញមុខគាត់គឺស្លេកស្លាំងហើយអត់មាននិយាយទាំងអស់គឺអង្គុយអញញ៉ាំនំគេថាដូចជុកនឹងអីចឹងណាមកពេលឲ្យក្រុមមកគេគិតថាប្រហែលជាដេវីតនឹងអត់ស្រួលខ្លួនជាយ៉ាងឆ្ងាយចឹងទៅហើយពួកគេហ្នឹងក៏បានអង្គុយលេងទៅជុំគ្នាការ stress នឹងពេញអីចឹងទៅហើយពេលមកស្គាល់ក្រោយបងធីរីនេះដែលជាអ្នកប្រាប់ស្អីគឺខ្ញុំផ្ទាល់នេះគឺគាត់បានដាក់ទូរស័ព្ទគាត់នៅក្រុមចេញមកអ្នកទាំងអស់គ្នាដឹងហើយពេលដែលយើងបោះតង់គឺយើងទៅអង្គុយចេញមករបៀបថាស្បែកដកហើយគាត់ទុកទូរស័ព្ទនៅក្រុមចេញមកហ្នឹងហើយពេលហ្នឹងគាត់លូកដៃយកទូរស័ព្ទសេតែពេលដែលគាត់លូកដៃយកទូរស័ព្ទហ្នឹងគាត់គាត់ឃើញអ្នកទាំងគ្នាគាត់ព្យាយាមលូកស្រាប់តែដៃគាត់ហ្នឹងប៉ះដៃមួយទៅជាមែនទេពេលហ្នឹងគាត់ព្យាយាមធូរចិត្តញាក់មកដល់គ្នាហើយថាមនុស្សលោកដៃយកទូរស័ព្ទយកមើលទៅឡើងចៃយើងអញ្ចឹងណានិយាយឲ្យយើងយកដៃលោកទូរស័ព្ទទៅសេះទៅប៉ះចំដៃឡើងទៅជាក់សោកចិត្តគឺគាត់អង្គុយទល់មុខបងធីរីរបៀបថាភ្លើងនៅក្រានអញ្ចឹងទៅគេអង្គុយជុំវិញប៉ុន្តែបងធីរីអង្គុយនេះបងសិតអង្គុយនេះចុះបងសិតបានឃើញថាអ្នកណាលោកដៃចូលមកអញ្ចឹងទៅដោយសារតែពួកគាត់ហ្នឹងគឺជាអ្នកដែលអាសាបោះតង់ក្នុងព្រៃអញ្ចឹងបើសិនជាមានរឿងអីកើតឡើងគឺគេហាមនិយាយដាច់ខាតដល់តែគ្នាគឺមិននិយាយតែម្ដងបងសិតអីគឺគាត់បានឃើញតែគេលោកដៃមកអញ្ចឹងណាហើយគាត់ក៏បានភ័យហើយក៏បានស្ងាត់មកស្ទុះពេលដែលអ្នកទាំងគ្នាយល់គ្នាគាត់នឹងមើលមុខគ្នាទៅដឹងថាមានអីកើតឡើងអញ្ចឹងណា
ស្ងាត់ប្រហែលជា5នាទីបងសិតក៏បាននិយាយថាថ្ងៃហ្នឹងយើងហត់ដល់តោះយើងនាំគ្នាដេកបានហើយចាំស្អែកចាំវងនាំមួយហើយទៅលេងទឹកជ្រោកមួយស្រានិយាយអញ្ចឹងទៅអ្នកទាំងអស់គ្នាស្រាប់តែលឺថាមែនតាបងថ្ងៃហ្នឹងខ្ញុំរៀងហត់ដែរខ្ញុំចង់គេងលឿនទាំងតែអ្នកទាំងអស់គ្នានឹងដឹងហើយថាថ្ងៃហ្នឹងមានរឿងអីកើតឡើងប៉ុន្តែអ្នកបោះតង់គឺគេមានបំណងទោះបីជាឃើញអ្វីក៏ដោយគឺខាងលើជ័យរហូតដល់ស្អែកអញ្ចឹងណាអញ្ចឹងទៅអ្នកទាំងអស់គ្នានឹងក៏បានចូលគេងទៅហើយស្រីៗគេគេងតង់ខាងនេះបបគេងតង់ខាងនេះពេលដែលគេគេងហ្នឹងណាស្រីៗពីរនាក់ហ្នឹងគេនិយាយថាគេគេងគេបិទភ្នែកអីអស់ហើយតែបងធីរីហ្នឹងណាគាត់ជាមនុស្សដែលគេងលក់ដូចខ្ញុំអញ្ចឹងអ្នកទាំងគ្នាយប់ឡើងគឺនៅចុចមិនដឹងចុចអីខ្លះចុចទូរស័ព្ទអញ្ចឹងទៅហើយគាត់របៀបថាគាត់គិតថាថ្ងៃហ្នឹងគាត់មកបោះតង់អីចឹងដែរហេតុអីបានជាគាត់នឹងត្រូវគេងលឿនអីចឹងហើយដោយសារតែយើងដឹងហើយថាមានកាត់ឡើងចឹងណាគាត់នៅតែគេលក់គេនៅតែសាប់សល់អញ្ចឹងណាអ្នកនរគ្នាហើយសើតមកស្ទូនោះគាត់មានអារម្មណ៍ថាគេដើរចូលវិញតង់គាត់ពីអ្នកទៀតគឺគាត់ភ្នែកបាត់ហើយគាត់អ្នកគេនឹងមើលទូរស័ព្ទចឹងហើយសាប់តែមានអារម្មណ៍ថាគេដើរចូលវិញតង់គាត់មកហើយពេលហ្នឹងគាត់សាប់តែគាត់ថាតាំងសមាធិយើងអត់អីទេប្រហែលជាយើងគិតច្រើនហើយមួយទៀតហ្នឹងអ្វីដែលគាត់ខ្លាចដែលជាងខ្មោចហ្នឹងគឺគាត់ខ្លាចចោលអ្នកគាត់ថាប្រហែលជាចោលអញ្ចឹងទៅគាត់យកទូរស័ព្ទហ្នឹងរៀបឆាតទៅបងសិតហ្នឹងណាគាត់រៀបចំកម្មវិធីហ្នឹងគាត់រៀបចំឆាតទៅស្រាប់តែរៀបចំឆាតទៅហ្នឹងស្រាប់តែតង់ហ្នឹងដល់ខ្ញុំមានស្នាមក៏បាត់មួយចុះរបៀបថាឈប់តង់ហ្នឹងតែឈប់ឲ្យដល់គេរបៀបថាឈប់មិនឡើយថាងូឈរដល់អ្នកគាត់ឈរក្រោយក្បាលគាត់ដេកហ្នឹងអញ្ចឹងគាត់សុខភាពភ័យអ្នកគាត់រៀបចំទៅបងសិតមែនតើហើយស្រាប់តែពេលយប់ទេទៅគេមិនសិតឆាក់ជួយគ្រប់ថាអ្នកទាំងអស់គ្នាអើយរៀបចំមកបានណាសំខាន់មកយើងធ្វើចេញទៅឥឡូវហ្នឹងយប់ហ្នឹងក៏យើងដែរកើទេតោះលឺឡើងឡើងចាំមកយកគាត់តែប៉ុណ្្នឹងអ្នកទាំងអស់គ្នាហើយស្រីពីរអ្នកដែលដេកនៅចិត្តបងធីរីហ្នឹងគឺតែគឺគាត់ដេកគាត់ទៅស្ងប់អញ្ចឹងណាសៀបបងសិនហ្នឹងគាត់មកជួយបើកតង់ស្រីហើយយកទៅស្រីឡើងឡានរូបអញ្ចឹងណាអ្នកគ្នាហើយជិះឡានទៅដល់ក្រុងហើយពេលដែលជិះហ្នឹងផ្លូវគឺស្ងាត់មែនទេអ្នកគ្នាដោយសារតែអ្នកភូមិគាត់គេងអស់ហើយបងសិនហ្នឹងគឺបានបើកឡានយ៉ាងលឿនឆ្នេះបំផុតទៅរកផ្ទះសំណាក់គេដល់ផ្ទះសំណាក់ហ្នឹងពួកគាត់បាននិយាយគ្នាអញឃើញអ្នកអញទូទៅស្រីតោះថាហើយខ្ញុំឃើញខ្ញុំមកខ្ញុំឃើញគេយកកបាត់ឈោអញ្ចឹងទៅស្រីហ្នឹងក៏ថាខ្ញុំឃើញមកខ្ញុំឃើញអញ្ចឹងទៅហើយពេលហ្នឹងបងធីរីក៏បានសួរបងសិនដែរហេតុអីបានជាហៅពួកខ្ញុំឡើងមកឡានលឿនមែនសិនឯងដឹងដែរមែនដល់ពេលសិនហ្នឹងថាខ្ញុំដឹងដោយសារតែមុនហ្នឹងគឺខ្ញុំបានសួរ David ថាហេតុអីបានជា David ហ្នឹងគឺគាត់មកជំរុំវិញតែមុខស្លេកស្លាំងហើយ David និយាយថាពេលដែលខ្ញុំទៅជួយនៅហ្នឹងខ្ញុំបានឃើញបរិះម្នាក់ស្លៀកកម៉ាដៃកាន់ពាក់ប្រដាប់កាប់ថ្នោតកាប់អីហ្នឹងទាំងគ្នាដើរតម្រង់មកពេល David ហ្នឹងមកដល់ពេលដើរមកហើយស្រាប់ដើរដល់ជ្រុលលេបាត់កម៉ាហ្នឹងទាំងគ្នាអត់ឃើញក្បាលហើយដៃកាន់ពាក់ហ្នឹងទាំងគ្នាដល់ពេលចឹងហើយបង David គឺគាត់អត់ចង់ឲ្យក្រុមភ័យអញ្ចឹងទៅគាត់ក៏មកវិញទាំងទឹកមុខលើពីថាស្លេកស្លាំងហើយចង់និយាយអីទេហើយបងសិតហ្នឹងគាត់ថាពេលដែលចេញឡើងមកវិញណាខ្ញុំបានឃើញបរិះម្នាក់ស្លៀកកម៉ាដៃកំពុងតែកាន់ពាក់ដើរជាមួយតង់យើងពេលដែលជិះឡានមកហ្នឹងគាត់បានមើលកញ្ចក់ក្រោយទៅគាត់ឃើញកន្លែងដែលគាត់គេងហ្នឹងណាគឺមានមនុស្សប្រុសហ្នឹងដើរកាន់ពាក់ដើរតម្រង់ជុំវិញតង់ហ្នឹងមកគាត់មើលកញ្ចក់ហ្នឹងដើម្បីថាបរិះហ្នឹងមានមកតាមយើងអត់យល់អញ្ចឹងណាហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានដឹងរឿងទៅបងគិរីហ្នឹងក៏បានប្រាប់សិទ្ធថាមុនហ្នឹងបងមានតែមានបរិះហ្នឹងក៏គាត់កាន់ពាក់ហ្នឹងហូបតង់ខ្ញុំឡើងអញ្ចឹងមកសិទ្ធភាពហើយអ្នកទាំងអស់គ្នាថាអត់អីអ្នកទាំងអស់គ្នាហូបហើយអញ្ចឹងខ្ញុំមកពេលគេងអញ្ចឹងទៅដល់ពេលគេងហើយស្អែកឡើងប្រហែលជាម៉ោង 9 ទៅអ្នកទាំងអស់គ្នានឹងគឺបានត្រឡប់មកដីវិញដើម្បីរៀបចំអវ៉ាន់នៅទៅពេញវិញហើយអ្នកទាំងអស់គ្នាពេលដែលទៅដល់តង់ហ្នឹងគឺជប់មិញហ្នឹងគឺមិនមែនការយល់សប្តិទេឃើញតង់ហ្នឹងគឺអញ្ចេះមកដុំកន្លែងឆ្នោតឡើងបងជរិតគេហ្នឹងពេលដែលរៀបចំរៀបអីហើយទៅបងសិបហ្នឹងគឺបានសួរអ្នកភូមិគាត់ថាដីហ្នឹងមានបញ្ហាអីមែនប៉ុន្តែមានតែគេប្រាប់គាត់ទេចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាបើសិនជាអ្នកគ្នាចូលចិត្តកុំភ្លេចឲ្យបេះដូង follow TikTok ខ្ញុំនិង follow IG ខ្ញុំផងជួបគ្នាវីដេអូក្រោយណាបាយបាយ